ពេលវេលានិងលំហបច្ចុប្បន្នប្រវត្តិសាស្ត្រមានការផ្លាស់ប្ដូរធំដុំប្រព័ន្ធកំពុងដំឡើងកំណែដោយស្វ័យប្រវត្តិប្រព័ន្ធដំឡើងកំណែរួចរាល់ឥឡូវអ្នកអាចរកពិន្ទុបុណ្យបានតាមវិធីផ្សេងក្រៅពីការសាងសង់វិធីអីគេអញចាយលុយអស់រលីងហើយប្រព័ន្ធសូមរំលឹកដោយក្តីអនុគ្រោះនេះជាលំហវិមាត្រខ្ពស់មិនមែនយុគសម័យដែលម្ចាស់ធ្លាប់ស្គាល់ទេអ្នកអាចបដូរប្រវត្តិសាស្ត្របានខ្លះណែប្រព័ន្ធចង្រៃនិយាយឲ្យច្បាស់បន្តិចមើលការរំលឹកចប់សពគ្រប់សូមម្ចាស់ស្វែងយល់ដោយខ្លួនឯងលោកគ្រូលោកភ្ញាក់ហើយមែនទេសុនថៃមានអីនិយាយមកខ្ញុំបាទមានដើមកំណើតនៅកាំងតុងធ្លាប់តាមម្ចាស់ទៅច្បាំងនឹងតបជៀនលឿងជីវិតមួយនេះគឺម្ចាស់ខ្ញុំអ្នកហើយក៏បង្រៀនគុណខ្ញុំដែរលោកគឺជាខ្លាំណាច់កាំងតុងសុនជៀនមែនទេយីអញសុនជៀនធ្វើជាចុងភៅយូរម្លេះឡើយណាស់តើវើយលោកគ្រូខ្ញុំកំពុងវង្វេងផ្លូវខ្ញុំកាត់ចិត្តពីទីនេះមិនដាច់ឯម្ចាស់ខ្ញុំក៏លាឈប់ទៅស្រុកកំណើតបាត់ខ្ញុំមិនដឹងត្រូវទៅណាទេសុនជៀនខ្លាំណាច់កាំងតុងជាកម្ពុជាវីរបុរសគួរឲ្យស្ដាយស្លាប់លឿនពេកប្រព័ន្ធសូមរំលឹកហាម្ចាស់ប្រាប់ពីអនាគតរបស់បុគ្គលក្នុងប្រវត្តិសាស្ត្រដាច់ខាតកាំងតុងជារស្គលរបស់លោកបើលោកអាចទៅឈរជើងនៅទីនោះបានរលទៅមុខក៏ស្រួលដកថយក៏ស្រួលដែរប៉ុន្តែលោកត្រូវប្រយ័ត្នធ្វើអីកុំប្រញាប់ពេកពេលខ្លះយឺតតែប្រកាសល្អជាងលឿនតែខុសបើចិត្តក្តៅពេកអាចនឹងមុតខ្លួនឯងវិញយឺតតែប្រកាសលោកគ្រូកំពុងតម្រង់ផ្លូវខ្ញុំហើយត្រូវរងចាំឱកាសសិនទើបវីមួយក្បាច់ឲ្យចំគោដៅតែម្ដងជីគាត់កើតអីហ្នឹងអរគុណលោកគ្រូដែលជួយឲ្យខ្ញុំត្រាស់ដឹងទម្លុះកម្រិតធម្មពលបានហើយខ្ញុំបាទនឹងចងចាំទុកក្នុងចិត្តដែរកុំធ្វើអញ្ចឹងខ្ញុំទទួលការគោរពនេះមិនបានទេខ្ញុំគ្រាន់តែនិយាយលេងតើលោកគ្រូតើលោកជាអ្នកណាឲ្យប្រកាសខ្ញុំគ្រាន់តែជាអ្នកលក់ទឹកតែតើបាទលោកគ្រូជាអ្នកលក់ទឹកតែចាំខ្ញុំមានអំណាចនៅកាំងតុងខ្ញុំនឹងត្រឡប់មកគុណលោកគ្រូវិញអាទេវតាអស់នេះកើតអីអញគ្រាន់តែប្រាប់ថាកុំប្រញាប់សោះដល់ថ្នាក់ត្រាស់ដឹងហ្មងអបអសាទរអ្នកបានជួយសុនជៀនឲ្យត្រាស់ដឹងផ្លាស់ប្ដូរប្រវត្តិសាស្ត្រទទួលបាន1000ពិន្ទុបុណ្យរលទៅមុខក៏ស្រួលដកថយក៏ស្រួលនេះជាយុទ្ធសាស្ត្ររបស់អធិរាជលោកគ្រូពិតជាអស្ចារ្យមែនអាចយកច្បាប់ធម្មជាតិមកនិយាយលេងយ៉ាងងាយលោកគ្រូខ្ញុំយល់ហើយខ្ញុំលែងប្រញាប់ទៀតហើយខ្ញុំនឹងរងចាំរហូតដល់ថ្ងៃនោះមកដល់សុនជៀនចេញទៅបាត់ហើយណាអញគិតថាលោកគ្រូនិយាយអីជាមួយគាត់មិនដឹងទេតែពេលគាត់ចេញមកដូចជាមនុស្សផ្សេងអញ្ចឹងពីមុនគាត់ដូចសត្វជាប់អន្ទាក់តែឥឡូវគាត់ដូចដាវដែលហូតចេញពីស្រោមតែនៅមានស្រោមការពារដដែលបងឯងមើលដឹងច្បាស់មែនសមជាអ្នកលក់ស្បែកជើងចម្បាំងពិតមែនពូកែមើលមនុស្សណាស់សម្ដីនិងទង្វើរបស់លោកគ្រូមើលទៅដូចធម្មតាតែបង្កប់អត្ថន័យជ្រាលជ្រៅពួកយើងត្រូវឧស្សាហ៍មកទីនេះឲ្យបានញឹកញាប់ណាស់ពូចាងខាងខ្វាងចុងមានដំណឹងហើយខ្ញុំបាទដឹងហើយយប់មិញមើលតារាសាស្ត្រផ្កាយធ្លាក់ពន្លឺងឹតយីអូនខាងតបជៀនលឿងអស់ហើយតបជៀនលឿងបរាជ័យចាងបាវនិងចាងឡាំងស្លាប់ក្នុងសង្គ្រាមហើយពួកឯងខូចចិត្តទេលោកគ្រូកុំបារម្ភអីខ្ញុំបាទដឹងមុនយូរហើយថានឹងមានថ្ងៃនេះបើថាអារម្មណ៍មិនឈឺចាប់គឺកុហកហើយប្អូនទី2និងទី3តាមខ្ញុំរាប់សិបឆ្នាំមួយជីវិតពួកគេមិនដែលស្គាល់ពាក្យថាសុខស្រួលម្ដងណាទេចុះចំណែកកូនសិស្សរាប់លានអ្នកទៀតដែលជឿថាខ្ញុំបាទអាចរកសន្តិភាពជូនពួកគេបានតែខ្ញុំបាទដឹងឫសគល់របស់រាជវង្សហានបានដាច់អស់ហើយទប់មិនបានប៉ុន្មានឆ្នាំទៀតទេ
បំណងប្រាថ្នាខ្ញុំបាទមួយជីវិតនេះចាត់ទុកថាសម្រេចហើយលោកគ្រូខ្ញុំបាទរស់មកនេះមិនខាត់បង់ទេពូចាងញ៉ាំបបរនេះបន្តិចទៅនៅក្តៅនឹងលោកគ្រូលោកគិតថាខ្ញុំបាទល្ងងណាស់មែនទេពូចាងពូមិនមែនល្ងងធម្មតាទេគឺល្ងងខ្លាំងមែនទែនហ្មងប៉ុន្តែពូពិតជាអស្ចារ្យណាស់លោកគ្រូខ្ញុំបាទចង់ដុតក្រដាសសែនឲ្យអ្នកដែលស្លាប់ទៅជីវិតរាប់លានខ្ញុំមិនធ្លាប់សំបីអុជធូបឲ្យពួកគេម្ដងសោះបានតើចាំខ្ញុំទៅជួយលើកតឲ្យលោកគ្រូមិនអីទេខ្ញុំធ្វើខ្លួនឯងបានជឺឡុងទៅទិញជើងធូបក្រដាសសែននិងធូបទៀនឲ្យពូចាំងបន្តិចទៅបាទលោកគ្រូទោះចាងជាវជាពួកក្បត់តែកិត្យានុភាពនេះមិនមែនដើម្បីឈ្មោះលុយកាក់ឬខ្លួនឯងទេគឺដើម្បីរាជគួរឲ្យស្ដាយណាស់